ធ្លាប់ស្រមៃទេថាការដើរចេញពីបន្ទប់ទទួលភ្ញៀវទៅកាន់ផ្ទះបាយអាចមានន័យថាអ្នកកំពុងឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយទៀតសម្រាប់អ្នករស់នៅទីក្រុងបាឡឺននេះមិនមែនជារឿងកំប្លែងឡើយប៉ុន្តែវាគឺជាជីវិតពិតនៅក្នុងទីក្រុងនេះព្រំដែនមិនមែនជារនាំងបន្លាឬជញ្ជាំងកំផែងនោះទេប៉ុន្តែវាគឺជាសញ្ញាសម្គាល់លើចិញ្ចើមផ្លូវដែលអាចកាត់ចំកណ្ដាលហាងកាហ្វេឬសូម្បីតែផ្ទះឯកជនមួយដែលធ្វើឲ្យម្ចាស់ផ្ទះអាចអង្គុយមើលទូរទស្សន៍ក្នុងប្រទេសមួយហើយដេកលក់ក្នុងប្រទេសមួយទៀតដោយងាយស្រួលទីក្រុងបាឡឺដែលមានទីតាំងស្ថិតនៅចន្លោះព្រំដែនរវាងប្រទេសហូឡង់និងប្រទេសបែលហ្សិកគឺជាតំបន់ដែលមានភាពស្មុគស្មាញនិងប្លែកបំផុតនៅលើផែនទីពិភពលោកភាពស្មុគស្មាញនេះមិនមែនកើតឡើងដោយសារសង្គ្រាមនោះទេប៉ុន្តែវាជាលទ្ធផលនៃប្រវត្តិសាស្ត្រដ៏យូរលង់នៃកិច្ចសន្យាអចលនទ្រព្យការបដូរកម្មសិទ្ធិដីធ្លីនិងការទិញលក់រវាងពួកអភិជនក្នុងតំបន់តាំងពីសម័យមជ្ឈិមសម័យមកម្លេះការបែងចែកនេះមិនមែនជាបន្ទាត់ត្រង់ឡើយប៉ុន្តែជាបំណែកដីតូចៗដូចជាផ្ទាំងគំនូរដែលបែកបាក់ដែលដីខ្លះជាកម្មសិទ្ធិរបស់បែលហ្សិកស្ថិតនៅកណ្ដាលដីហូឡង់ហើយដីខ្លះទៀតជាដីហូឡង់ស្ថិតនៅកណ្ដាលដីបែលហ្សិកភាពតាក់ទាញបំផុតនៃទីក្រុងនេះគឺរបៀបដែលរដ្ឋបាលនៃប្រទេសទាំងពីរសម្របសម្រួលគ្នាបើទោះបីជាព្រំដែនមានលក្ខណៈវឹកវរក៏ដោយក៏ប្រជាជនរស់នៅទីនេះដោយសុខដុមរមនាពួកគេប្រើប្រាស់សញ្ញាសម្គាល់រាងដូចរូបឈើឆ្កាងបូកនៅលើចិញ្ចើមផ្លូវដើម្បីដឹងថាខ្លួនកំពុងឈរនៅលើទឹកដីនៃប្រទេសណាបច្ចុប្បន្នបាឡឺបានក្លាយជាកន្លែងទេសចរដ៏ពេញនិយមមួយដោយសារតែភ្ញៀវទេសចរមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបទពិសោធន៍ញ៉ាំកាហ្វេក្នុងប្រទេសហូឡង់ប៉ុន្តែបង់ប្រាក់តាមច្បាប់បែលហ្សិកឬការទៅទស្សនាផ្ទះដែលមានលេខផ្ទះពីរពណ៌ផ្សេងគ្នាដែលបង្ហាញពីអត្តសញ្ញាណជាតិដាច់ដោយឡែកពីគ្នាទីក្រុងបាឡឺមិនត្រឹមតែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេប៉ុន្តែវាក៏ជាមេរៀនប្រវត្តិសាស្ត្រដ៏រស់រវើកដែលបង្ហាញឲ្យឃើញថាព្រំដែនដែលត្រូវបានកំណត់ដោយឯកសារច្បាប់ចាស់ៗក៏អាចក្លាយជាចំណងមិត្តភាពដ៏ល្អមួយដែលប្រែក្លាយភាពស្មុគស្មាញនៃភូមិសាស្ត្រឲ្យទៅជាភាពស្រស់ស្អាតនៃភាពចម្រុះក្នុងជីវិតប្រចាំថ្ងៃ